តោះ Hello សួស្តីអ្នកគ្នាសូមស្វាគមន៍មកកាន់ Channel YouTube ខ្ញុំបានហើយថ្ងៃនេះខ្ញុំមកបរៀនអំពីរបៀបផ្លាស់ប្ដូរពាក្យសម្ងាត់អីចឹងណានៅក្នុង Facebook សម្រាប់អ្នកគ្នាណាថ្មីកុំភ្លេចជួយចុច Subscribe YouTuber ខ្ញុំអ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីអីចឹងណាហើយយើងមកមើល Facebook អីចឹងណាដូរ password គឺរបៀបដូរគឺអ្នកគ្នាធ្វើតាមខ្ញុំមកចុច 3 មកបន្ទាប់មកអ្នកគ្នាចុច Setting and Privacy បន្តមកទៀតអ្នកគ្នាជ្រើសរើសយកពាក្យ setting អ្នកគ្នាបន្តមកអ្នកគ្នាមើលទៅខាងលើអ្នកគ្នា account cancel អ្នកគ្នាចុចតាមខ្ញុំមកបន្តមកវាមានពាក្យ password and security អ្នកគ្នា select យកវាខាងលើហ្នឹងមក select តាមខ្ញុំអញ្ចឹងណាវាមានមកផ្ទាំងអញ្ចឹងណាអ្នកគ្នា select ទី1ហ្នឹងមកបន្តមកវាចេញតម្រងបែបនេះអ្នកគ្នាសម្រាប់តែគាត់ចេញតម្រងបែបនេះគឺវាមានច្រើនប្រភេទវាមានតែ14នេះណាវាមាន two factor ក៏ដូចជាគោលប្រព័ន្ធអញ្ចឹងណាហើយគោលប្រព័ន្ធខ្ញុំនឹងធ្វើវីដេអូនៅពេលក្រោយជូនអ្នកគ្នាអញ្ចឹងតែអ្នកគ្នាដូរ password select លើទី1តោះមកអ្នកគ្នាចុចលើ account យើងហ្នឹងមកចេញតម្រងបែបនេះគឺអ្នកគ្នាដូរ password ខ្ញុំសូមប្រាប់អ្នកគ្នាទី1បន្តិចពួកអីទី1គឺវាត្រូវការ password ដែលយើងដូរពីមុនមកអីចឹងណាដែលយើងធ្លាប់ផ្លាស់ប្ដូរពីមុនហើយទី2នេះគឺ password ថ្មីបន្តពីទី3ហ្នឹងគឺជាពាក្យសម្ងាត់ដែលយើងបញ្ជាក់ពីទី2អីចឹងណាហើយអ្នកគ្នាធ្វើតាមខ្ញុំមកអ្នកគ្នាដូរ password ដាក់ password ចាស់ហ្នឹងបានអ្នកគ្នាបន្តមកទៀតអ្នកគ្នាដាក់ password ចាស់ហើយអ្នកគ្នាដូរ password ថ្មីអ្នកគ្នាដាក់អីក៏បានដែរដើម្បីឲ្យយើងចាំអីចឹងណាធ្វើម៉េចឲ្យតែយើងចាំ password ហ្នឹងបានហើយអ្នកគ្នា sorry អ្នកគ្នាខ្ញុំដាក់ password ខុសអញ្ចឹងណាហើយទី3ហ្នឹងគឺយើងបញ្ជាក់ password ទី2អញ្ចឹងណាសម្រាប់អាកន្លែង log ហើយអាកន្លែងគ្រីសមាន device នេះគឺមានទូរស័ព្ទផ្សេងចូល Facebook យើងអញ្ចឹងយើងអាចចុច log គេចេញទៅអ្នកគ្នាសម្រាប់ខ្ញុំចុចគ្រីសហើយអ្នកគ្នាចុច change password អា QQ ហ្នឹងមកហើយរួចជាការស្រេចហើយអ្នកគ្នាសម្រាប់អ្នកគ្នាណាចូលចិត្តវីដេអូខ្ញុំអីអាច like ក៏ដូចជា subscribe YouTuber ខ្ញុំបាន Subchiu Gaming អ្នកមួយដើម្បីបានទទួលវីដេអូថ្មីនៅពេលក្រោយអញ្ចឹងណាហើយសម្រាប់អ្នកគ្នាណាថ្មីអីកុំភ្លេចជួយ subscribe channel ខ្ញុំអ្នកមួយដើម្បីបានទទួលវីដេអូថ្មីជួបគ្នានៅវីដេអូក្រោយបាយអ្នកគ្នា